ប្រសង្ហាម្នាក់នេះទៅផ្ទះបានអូអញ្ចឹងលេងទៅល្អណាស់អូផឹកទៅផឹកភ្លាមខ្ញុំសុំវល់លោកហើយណាស្រីម្នាក់នេះគួរចាប់អារម្មណ៍នេះតាឆាប់ឡើងឆាប់ផឹកទៅប្រុសស្អាតមកខ្ញុំនឹងផឹកជូនមុនមកកែអើយពិតជាសង្ហាពិតមែនឆាប់ឡើងល្អណាស់មកខ្ញុំផឹកជូនមុនមកកែប្រសង្ហាដោះស្រោមមុខនេះចេញទៅខ្ញុំនឹងឲ្យលោក 100000 ឥឡូវនេះតែម្ដងសុំទោសផងខ្ញុំរើសភ្ញៀវណាលោកធ្វើការបែបនេះនៅរើសភ្ញៀវអីទៀតលោកចង់រើសណាគេទេខ្ញុំរើសយកនាងល្អដែរអត់លោកចង់រើសអ្នកណាខ្ញុំរើសយកនាងល្អដែរអត់ខ្ញុំគ្មានលុយទេគូស្នេហ៍ពីអ្នកនេះបោកយើងលេងសើចមែនទេអត់មានទេអូយតោះទៅវិញពិតជាសាពួកយើងទេអូយតែមិនទៅវិញទេពួកបងនៅមិនតាន់បងលុយទេពួកគេមិនតាន់ឲ្យលុយទេចុយណាពួកគេនាងងើបហើយយកលុយហើយណៃយករួចហើយយកលុយបានហើយពិតជាល្អនាងស្វាងហើយចាំខ្ញុំជូនទៅផ្ទះនេះមិនមែនជាផ្ទះរបស់ខ្ញុំទេលោកនាំខ្ញុំមកទីណាហ្នឹងនេះជាសន្តាគារខ្ញុំមិនដឹងផ្ទះនឹងនៅណាទេនាងជប់នេះសម្រាប់ស្រួលទៅខ្ញុំក៏មិនចង់ឲ្យលោកខ្លួនឯងចឹងដែរប៉ុន្តែខ្ញុំពិតជាគ្មានផ្លូវមែនប៉ាម៉ារបស់ខ្ញុំត្រូវការព្យាបាលខ្ញុំមានកូនតូចត្រូវមើលថែទៀតប្រាក់ខែរបស់ខ្ញុំមិនទាន់បើកទេបើខ្ញុំចាយលុយរបស់លោកក៏ដោយសារតែលោកនឹងហើយបើយប់នោះខ្ញុំមិនគេងជាមួយលោកជីវិតរបស់ខ្ញុំក៏មិនចាប់ដល់ថ្នាក់នេះដែរហើយខ្ញុំក៏មិនអាចមានកូនបានដែរហើយមានកូនដល់ទៅ4នាក់ទៀតឆាំងមើលឡើងមានកូនស្អីទៅអត់ទេខ្ញុំមិនទាំងដឹងមុខលោកយ៉ាងម៉េចផងមកក៏ជាលោកវិញនឹងមើលច្រឡំហើយខ្ញុំប្រកាសជាផឹកច្រើនផ្លេចទៀតហើយតាមដែលខ្ញុំចាំគឺដូចជាដំបូងគម្រោងការរបស់នាងចង់រកភ្ញៀវឲ្យខ្ញុំចង់ក្រោយក៏សម្រាប់ខ្លួនឯងទៅវិញនាងគឺជាជំនួយការប្រធានភ័យត្រូវទេអញ្ចឹងរំខាននាងយកឯកសារនេះឲ្យលោកប្រធានផងអូសូមរំលឹកនាងថាធ្វើការយឺតម៉ោងហើយចន្ទាយន្តនៅម៉ោងនេះកំពុងតែជួសជុលអញ្ចឹងឲ្យសូមរំខាននាងដើរចន្ទាជើងទៅជន់ទី60ខ្ញុំយោយតែយប់មិញប្រនោះបានធ្វើស្អីខ្ញុំខ្លះមិនក៏ខ្ញុំឈឺខ្លួនដល់ថ្នាក់នេះប្រាប់ខ្ញុំតាមត្រង់មកតើលោកចង់មានន័យថាម៉េចដែលថាខ្ញុំរកភ្ញៀវឲ្យខ្លួនឯងនិយាយជាមួយខ្ញុំឲ្យច្បាស់មកលោកបានទាញយកផលប្រយោជន៍ពីខ្ញុំមែនទេប្រចង្រៃលោកនេះតែក្រែងលោកប្រុសម្នាក់នោះធ្វើការនៅទីនេះពេលថ្ងៃទេដឹងប្រហែលជារឿងចៃដន្យហើយលោកប្រធានភ័យមិននឹងអាចខ្លាចជាគេបានទេលោកប្រធានភ័យនឹងដើរមើលផ្លូវទៀតនេះគឺជាឯកសារដែលត្រូវយកឲ្យលោកប្រធានថ្ងៃនេះលោកត្រូវទៅណាដែរទៅនិយាយការងារយប់នេះទៅជាមួយខ្ញុំខ្ញុំទៅឡើងមកដល់ទេនេះគឺជាគម្រោងដែលយើងត្រូវចុះកិច្ចសន្យាលើកនេះលោកស្រីជួយមើលសិនទៅគម្រោងនេះមើលទៅគ្មានបញ្ហាទេ
ជននាងម្នាក់នោះគឺ សួស្តីអ្នកស្រីលីខ្ញុំគឺលេខាផ្ទាល់របស់លោកប្រធានភ័យ និយាយមកថាម៉េចគេហ៊ានណា អ្នកស្រីលីតើមានបញ្ហាអីមែនទេ ទៅចាប់ពួកផិតក្បន់ទៅជាមួយខ្ញុំទៅចាត់ការប្រុសស្រីថោកទាមមកវិញចាំខ្ញុំសញ្ញា ខ្ញុំអាចធ្វើបានខ្ញុំជំនាញចាត់ការពួកផាត់ក្បត់ណា 722 គឺជាបន្ទប់នេះហើយ អ្នកស្រីលីអ្នកស្រីមានបទពិសោធន៍ចាត់ការមនុស្សបែបនេះទេ ចាត់ការមនុស្សបែបនេះមាន3ដំណាក់កាលដំណាក់កាលទី1យើងទៅឆែកមើលចាត់ការរកមនុស្សខុសហើយមិនក៏ជាគូហើយណាននឹងជូសៀនទៅវិញ ស៊ូហ្វាន់ស៊ីង មិនក៏ជាពួកលោកទៀតហើយលោកស្រីលីតើយើងរកមនុស្សខុសហើយទេដឹង ចុះភ្លាមមកស្រីថោកទាបមិនក៏ហ៊ានប៉ះពាល់របស់យើងស្រីចាស់នេះឈួតមែនតើហើយសូហ្វាន់ស៊ីងជួននាងមែនទេមិនក៏នាងមកអុកឡុកទេនេះ ហើយចាទាំងអស់គ្នាទៅ បងនិយាយជាមួយខ្ញុំមកច្បាស់មកក្រាញ់បងថាស្រឡាញ់ខ្ញុំជាងគេមែនទេ ចាខ្ញុំទៅនាងឆ្លុកកញ្ចក់មើលមុខខ្លួនឯងផងទៅខ្ញុំគ្រាន់តែលីសជាមួយនាងទេជួសៀនទៅជាមួយស្រីរបស់ខ្ញុំ លោកស្រីលីចាប់ជនក្បត់ដំណាក់កាលទី2ចាត់ការពួកគេទុកឲ្យខ្ញុំ ស៊ូហ្វាន់ស៊ីងនាងឈួតទេអីរឿងនេះមានពាក់ព័ន្ធអីជាមួយនឹងនាងទៅនាងគឺជាអ្នកក្បត់ខ្ញុំមុនឥឡូវនាងចូលអ្នកស្រីលីមកចាប់ប្រកាន់ខ្ញុំផង បិទមាត់ភ្លាមទៅនិយាយច្បាស់មកលោករើសខ្ញុំឬក៏រើសនាងបងហាណាន ឆាប់ចេញទៅខ្ញុំប្រកាសជារកយកជួសៀនហើយ ឯង លោកស្រីលីចាប់ពួកក្បត់ដំណាក់កាលទី3គឺថតពួកគេតើមកមើលទាំងអស់គ្នា ណែកុំថតនាងចង់ធ្វើកុំថតលោកមានសិទ្ធិអីប៉ះពាល់មនុស្សរបស់ខ្ញុំលោកចង់ស្លាប់មែនទេហ៊ានបាយជើងផង គូហើយណានខ្ញុំប្រាប់លោកកិច្ចសន្យាការងារខ្ញុំនិងក្រុមគ្រួសាររបស់លោកត្រូវផ្ដាច់ចោលទាំងអស់ឆាប់ទៅថ្ងៃនេះអរគុណប្រធានភ័យនឹងអ្នកនាងស៊ូច្រើនហើយដែលជួយខ្ញុំយើងសហការជាមួយគ្នាទៅ រីណាដែលបានធ្វើការជាមួយលោកស្រីលោកស្រីលីកុំពិបាកចិត្តដោយសារមនុស្សប្រភេទនេះអីគ្មានអ្វីល្អនោះទេលើក្រោយខ្ញុំនឹងណែនាំប្រុសល្អជាងនេះឲ្យអ្នកស្រីថ្ងៃនេះអរគុណលោកប្រធានច្រើនហើយដែលជូនខ្ញុំមក កិច្ចសន្យាជាមួយលោកស្រីលីជោគជ័យនាងនឹងទទួលរង្វាន់ធំ ពិតមែនទេខ្ញុំចង់មានន័យថាអរគុណថកែដែលជួយខ្ញុំ ដល់ផ្ទះនៅ ផ្ទះរបស់ខ្ញុំគឺនៅទីនេះហើយ នាងនៅផ្ទះតូចហើយនឹងចាស់បែបនេះនាងខ្វះលុយច្រើនណាស់មែនទេ គឺថាប៉ាម៉ារបស់ខ្ញុំទាំងពីរគឺឈឺត្រូវសម្រាប់នៅមន្ទីរពេទ្យនៅផ្ទះក៏នៅមានប្អូនៗដែលត្រូវមើលថែទៀត ឥឡូវនេះមានការងារមួយដែលរកលុយបានច្រើនចាប់អារម្មណ៍ទេ ប្រាក់ខែប្រហែលដែរប្រាក់ខែប្រហែលដែរ មួយខែ 2000 ខ្ញុំ 20,000 បើថាធ្វើរឿងដែលខុសច្បាប់ខ្ញុំធ្វើមិនបាននោះទេ ធ្វើជាមិត្តស្រីរបស់ខ្ញុំក្នុងមួយសប្តាហ៍ខ្ញុំឲ្យនាង 50,000 ខ្ញុំក៏ត្រូវគ្រប់ខ្លួនឯងដែរលោកប្រធានលក់ខ្លួនឯងបែបនេះខ្ញុំធ្វើមិនបានទេ នាងជឿជាក់ទៅលើខ្លួនឯងពេកហើយគ្រួសាររបស់ខ្ញុំបង្ខំឲ្យខ្ញុំរៀបការនាងត្រូវតែជួយសម្ដែងជាមួយខ្ញុំទៅជួបលោកតារបស់ខ្ញុំនាងក៏អាចយកផូនរបស់នាងទៅបានដែរគ្មានបញ្ហា គ្រាន់តែសម្ដែងមកគ្រួសារទេហើយមួយខែខ្ញុំបានលុយដល់ទៅ 20,000 ឆាប់ជិល5ជាមួយពូសង្ហាទៅ ជា5ជាមួយគាត់ទៅ ជិល5ជាមួយ 5ទៅ ជិល5ទៅ បើលោកថាការត្រូវការបែបនេះហើយអញ្ចឹងរឿងនេះខ្ញុំមិនអាចបដិសេធបាននោះទេ នៅថ្ងៃសាខណ្ឌស្អែកជាថ្ងៃកំណើតរបស់លោកតាខ្ញុំនឹងមកយកនាងនិងក្មេងៗផងដែរឆាប់ចូលសម្រាប់ចុះ ចាលោកប្រធានចឹងឥឡូវខ្ញុំលាសិនហើយលោកប្រធានដល់មកញ៉ាំបាយហើយថ្ងៃនេះម្ហូបរបស់ពួកយើងគឺ